ខេសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍ការមកកាន់នៅវីដេអូរបស់ខ្ញុំបែកបងប្អូនជាយូរហើយដោយសារតែខ្ញុំអត់មានវីដេអូថ្មីផងសោះប៉ុន្តែថ្ងៃហ្នឹងគឺខ្ញុំចង់មកជជែកលេងមួយបងប្អូនទាំងអស់គ្នាហើយក៏ចង់ដាស់តឿនបងប្អូនទាំងអស់គ្នាដែលអ្នកធ្វើការសម្រាប់អ្នកធ្វើការបច្ចុប្បន្នឥឡូវគឺខ្ញុំចង់រើសយកចំណុចខ្លះៗដើម្បីមកបង្ហាញបងប្អូនក៏ដូចជាពញ្ញាអារម្មណ៍បងប្អូនទាំងអស់គ្នាឲ្យបងប្អូនមានជីវភាពទូធានិងមានប្រាក់ខែច្រើនហើយទីកន្លែងធ្វើការនៅជិតផ្ទះអញ្ចឹងគោលបំណងរបស់ខ្ញុំមកថ្ងៃនេះគឺចង់មានសារណែនាំសម្រាប់ដល់បងប្អូនហើយបើសិនជាបងប្អូនគិតថាអាចយកជាប្រយោជន៍បានបងប្អូនអាចយកវីដេអូនេះទៅអនុវត្តតាមចោះដោយសារតែបច្ចុប្បន្ននេះឃើញថាវិស័យកាត់ដេរវិស័យខាងរោងចក្រផ្សេងហ្នឹងគឺក៏កើតច្រើនខ្លាំងមែនទែនជាពិសេសគឺខេត្តតាកែវផ្លូវជាតិលេខ2តែម្ដងចឹងហើយរោងចក្រគឺសឹងតែថាកន្លះគីឡូម៉ែត្រមួយបងប្អូនទាំងអស់គ្នាបច្ចុប្បន្ននេះគឺច្រើនខ្លាំងមែនទែនមូលហេតុអីគឺដោយសារតែផ្លូវជាតិលេខ2នេះគឺវាមានខ្សែផ្សារភ្ជាប់ទៅនឹងកន្លែងដឹកជញ្ជូនផ្សេងជាច្រើនហើយមានទីតាំងនៅជិតពលានយន្តហោះក៏ដូចជាមានកត្តាដែលជាអំណោយផលច្រើនបងប្អូនដីទលាយហើយពិតជាមានរោងចក្រជាច្រើនដែលត្រូវការរើសកម្មករហើយអត់មានកម្មករទៅធ្វើការអញ្ចឹងឲ្យតែបងប្អូនព្យាយាមជាមនុស្ស slot boat ឧស្សាហ៍នោះគេនឹងទទួលបងប្អូនបង្រៀនបងប្អូនដោយមិនចាំបាច់បងប្អូនចេះស្រាប់នោះទេហើយសម្រាប់បងប្អូនដែលចង់បានប្រាក់ខែខ្ពស់នឹងខ្ញុំសូមជួយណែនាំបងប្អូនឲ្យជ្រើសរើសរៀនភាសាចិនបើសិនជាបងប្អូនកូនក្មួយក្រោយគឺនៅវ័យកំពុងរៀនសូមឆ្លៀតចារៀនភាសាចិនឬក៏រៀនចប់ហើយយើងមានលទ្ធភាពយើងអាចទៅរៀនភាសាចិនជាមួយនឹងគ្រូជនជាតិដើមតែម្ដងក៏បានដែរគេមានវគ្គគេ2ឆ្នាំកន្លះមានតាមតង់ហ្នឹងទៅសម្រាប់អ្នកដែលពេលចេះចិនគឺវាសំខាន់បងប្អូនមានលទ្ធភាពទាមទារនៅប្រាក់ខែខ្ពស់ហើយគឺចិត្តផ្ទះមានន័យថាជិះ2នាទីទេ3នាទីទេអាចដល់កន្លែងរោងចក្រហើយអត់ចាំបាច់បារម្ភអីច្រើនចំណេញផ្ទះជួលចំណេញអ្វីជាច្រើនទៀតបងប្អូនយើងនៅផ្ទះយើងគឺបន្ថយចំណាយអស់ច្រើនហើយសម្រាប់បងប្អូនដែលចេះចិនគឺមានឱកាសច្រើនអត្ថភាពប្រាក់ខែខ្ពស់ខ្លាំងជាងគេតែម្ដងសម្រាប់ការងារចិនទៀតសោតបងប្អូនដែលចេះចិនគឺការងារស្រាលទេមិនសូវជាពិបាកឯងគ្រាន់តែដើរត្រួតគេប៉ុណ្ណឹងឯងអញ្ចឹងនេះខ្ញុំមានប៉ុណ្ណឹងហើយបងប្អូនមានចង្អុលអីអាចសួរបានហើយនឹងខ្ញុំនឹងចែកចម្លែកបងប្អូនទាំងអស់គ្នាតេតងថាហេតុអ្វីបានទាមទារឲ្យបងប្អូនកូនក្មួយនឹងរៀនភាសាចិនឲ្យបានច្រើនដោយសារតែខ្ញុំមានបទពិសោធន៍ខ្លួនឯងហើយខ្ញុំក៏ចែកម្លែកបងប្អូនហើយនឹងខ្ញុំនឹងប្រាប់អំឡាយនៃជនជាតិចិនដែលឲ្យតម្លៃទៅលើខ្មែរយើងទៅលើអីខ្លះហើយអីដែលជនជាតិចិនគឺមិនត្រូវការនិយាយជាមួយយើងមិនអាចនិយាយជាមួយយើងចឹងហើយអរគុណនឹងខ្ញុំសូមអញ្ញាតគ្រប់នឹងជម្រាបជួបនឹងខ្ញុំនៅវីដេអូក្រោយ